ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់នំប៉័ងប្រហិតមួយចាដែលភ្ញៀវរបស់យើងគាត់បានកំងឥឡូវនេះគឺខាងយើងបានរៀបចំហើយរួចរាល់ 100% ជូនគាត់ហើយចាសម្រាប់រូបភាពវិញគឺភ្លឺច្បាស់ដុតបែបហ្នឹងតែម្ដងចាហើយអតេនេះដែរគឺយើងបិទរូបភាពជូនគាត់4សន្លឹកចាខាងលើ3ខាងក្រោម1សន្លឹកចាទូកញ្ចក់គឺជាប្រភេទទូ2ថ្នាក់3ប្រឡោះបែបហ្នឹងតែម្ដងចាស្រឡាញ់តារូបភាពទេគឺច្បាស់ដុតបែបហ្នឹងតែម្ដងចាខាងមុខខាងក្រោយគឺយើងមានទ្វារបិទបើកដូចគ្នាមានកាងសម្រាប់ដាក់ធុងតកកដូចគ្នាចានិយាយរួមគឺគ្រប់អតេតែម្ដងអានេះផ្នែកខាងក្នុងរបស់យើងចាខាងក្នុងគឺថ្នាក់វាប្រឆិតបែបហ្នឹង2ថ្នាក់3ប្រឡោះបែបហ្នឹងចាអាកន្លែងប្រឡោះហ្នឹងគឺកែសម្រាប់អាំងនំប៉័ងប៉ុន្តែខាងយើងអត់ទាន់យកមកដាក់ចឹងខ្ញុំថតប៉ុណ្ណឹងសិនព្រោះដោយសារតែចេញទៅខែនអញ្ចឹងបើយើងអត់ឆ្លៀតទេគឺអត់បានវីដេអូឲ្យអ្នកទាំងអស់គ្នាមើលទេចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានបំណងចង់បានប្រភេទអតេបែបហ្នឹងយើងយកទៅលក់អីក៏បានដែរចាគឺអាស្រ័យទៅលើតាមការកែច្នៃរបស់យើងទេចាមិនថាអតេហ្នឹងខ្ញុំថតហ្នឹងខ្ញុំនិយាយថាគាត់យកទៅលក់នំប៉័ងលក់អីចឹងអ្នកទាំងអស់គ្នាទៅច្នៃទៅយើងលក់អីក៏បានដែរបបរមីឆាបាយឆាก๋วยตี๋ยวអីក៏បានដែរបានច្រើនមុខមែនតែនចាព្រោះដោយសារជាប្រភេទអតេខ្នាតល្មមដែររៀងគួរសមដែរអញ្ចឹងយើងលក់បានច្រើនមុខចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការអីគឺអាចធ្វើការកម្មង់បានតាមរយៈ page នេះផ្ទាល់ឬតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុង page នឹងបានចាហើយក៏អរគុណច្រើនសម្រាប់ការជឿជាក់និងគាំទ្រមកលើ page មេរៀងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ